តើនឹងមានអ្វីកើតឡើងប្រសិនបើមិនមានសាធារណរដ្ឋឆេកសូមនឹកស្រមៃអឺរ៉ុបកណ្ដាលដែលមានសមុទ្រពោពេញនៅចន្លោះប្រទេសអាល្លឺម៉ង់ប៉ូឡូញនិងអូទ្រីសព្រៃបូហែមអតើយហើយបេដងនៃអឺរ៉ុបគ្រាន់តែជាអំណរប្រវត្តិសាស្ត្រគ្មានសាធារណរដ្ឋឆេកមានន័យថាគ្មានរាជាណាចក្របូហែមគ្មានសង្គ្រាមហ៊ូស៊ីតនិងគ្មានទីក្រុងប្រូកដែលคล้ายជំហឹបសម្រាប់អាណាចក្រកូលិកប្រកាន់សម្ព័ន្ធ Holy Roman Empire ការបដិសេធក្រុងប្រជាជនដោយសន្តិភាពនៅឆ្នាំ1889 Velvet Revolution នឹងមិនមានឡើយនិងប្រទេសស្លូម៉ាគីនឹងប្រហែលមិនបំបែកដោយសន្តិភាពវប្បធម៌នឹកស្រមៃចាក់ចិនពីពិភពលោកដែលបង្កើតរ៉ូបពាក់ផ្លែភ្នែកទំនើបអាវីស្រេកទំនើបផ្ទាល់ស្កតអូតូនិងប្រទេសដែលមានការបរិច្ឆេទស្រាបៀរច្រើនបំផុតក្នុងមនុស្សម្នាក់ៗនៅលើពិភពលោក